តើគួររៀបចំអ្វីខ្លះមុនពេលឆ្មាសម្រាប់កូនសួស្តីថ្ងៃនេះខ្ញុំនឹងលើកយកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងការរៀបចំរបស់របរឬមួយសម្ភារៈមួយចំនួនដើម្បីត្រៀមឲ្យឆ្មាមុនពេលដែលគាត់សម្រាលកូនជាទូទៅមេឆ្មាប្រើរយៈពេលពី60ទៅ68ថ្ងៃក្នុងការពោពុះអញ្ចឹងមុននឹងគាត់សម្រាលកូនពីអាទិត្យយើងគួរតែចាប់ផ្ដើមរៀបចំសម្ភារៈមួយចំនួនប្រដៅៗឲ្យទៅបងអូនឆ្មាចូលចិត្តកើតនៅកន្លែងគៀនកោះណាកន្លែងណាកន្លោះកលៀតយើងអត់សូវឃើញហ្នឹងគឺគាត់អាចទៅកើតនៅនឹងបានតែយើងក៏អាចត្រៀមជាកេះជាឡាំងឬមួយក៏ជាធុងអីផ្សេងៗដែលមានជាតិកដាស់ឲ្យគាត់បានដែរទី2ហ្នឹងគឺត្រូវមានកន្ទោកូនងាព្រោះយើងយកមកទ្រាប់បានពីក្រោមនៅពេលដែលឆ្មាកើតហ្នឹងធម្មតាវាមានជាឈាមឬមួយក៏ជាទឹកដែលហូរចេញមកហើយវាការពារកុំឲ្យឆ្មាយើងប្រឡាក់ដីអីផងនេះអាចមើលរបៀបដែលខ្ញុំដាក់នៅពេលដែលឆ្មាខ្ញុំគាត់កើតកូនបានណាកេះដែលយើងយកដាក់ដើម្បីឲ្យឆ្មាកើតហ្នឹងគឺយើងអត់គួរដាក់កន្លែងវាលយើងមើលឃើញពលឺខ្លាំងទេព្រោះឆ្មាក៏អត់ចូលចិត្តទេយើងគួរតែយកកន្លែងណាដែលកលៀតឬមួយក៏រៀងពលឺល្ងិនតិចទៅបានគាត់ទៅកើតទី3ហ្នឹងគេហៅថាប្រដាប់បឺទឹកឃ្លួតខ្ញុំអត់ច្បាស់ថាគេហៅអញ្ចឹងអត់ទេតែខ្ញុំដាក់រូបឲ្យមើលអាហ្នឹងយើងប្រើសម្រាប់នៅពេលដែលកូនឆ្មាគាត់កើតមកអញ្ចឹងជួនកាលគាត់អាចឆ្លក់ទឹកឃ្លួតអញ្ចឹងហើយយើងយកអាប្រដាប់បឺហ្នឹងបឺពីមាត់គាត់ពីច្រមុះគាត់ចេញបានទី4ហ្នឹងគឺផ្ទះឆ្មាអត់ដឹងហៅថាមិនអីត្រូវទេអញ្ចឹងយើងហៅផ្ទះឆ្មាហ្មងទៅតែអាផ្ទះឆ្មានេះគឺទូទៅយើងប្រើនៅពេលដែលកូនឆ្មាកើតបានមួយអាទិត្យហើយព្រោះយើងគួរដាក់កូនឆ្មានៅក្នុងកេះដែលយើងត្រៀមទុកហ្នឹងត្រឹមតែរយៈពេលមួយអាទិត្យបានហើយព្រោះលើពីមួយអាទិត្យកូនឆ្មាចាប់ផ្ដើមធំហើយគាត់ចេះវាអញ្ចឹងហើយយើងគួរតែដាក់កន្លែងធំជាងមុនតែយើងក៏មិនអាចដាក់បើកឲ្យធំទូលាយដើរពេញបន្ទប់បានដែរព្រោះត្រូវកាក់សូនរបស់គាត់កុំឲ្យម៉ែឆ្មាប្រមាថពេលបៅដោះណាខ្ញុំសូមបញ្ជាក់បន្តិចកេះដែលយើងរៀបសម្រាប់ឲ្យឆ្មាកើតហ្នឹងគួរតែរៀបចន្លោះពី2ទៅ3ឡើងព្រោះឆ្មាពេលខ្លះគាត់អត់មានពេញចិត្តអានេះមួយគាត់អាចទៅរកអាមួយទៀតអញ្ចឹងហើយរៀបឲ្យច្រើនតិចទៅរបស់ដែលយើងត្រូវត្រៀមគឺមានតែប៉ុណ្្នឹងឯងងាយៗតិចតួចទេសម្រាប់ការសម្រាលកូនរបស់ឆ្មាខ្ញុំនឹងធ្វើនៅវីដេអូក្រោយទៀតថ្ងៃនេះវាប៉ុណ្្នឹងឯងបាយបាយ